អ៊ីរ៉ង់អះអាងថាច្រកសមុទ្រហូមូសត្រូវបានបិទខណៈពេលលោកត្រាំបញ្ជាក់ថាវានៅតែបើកដំណើរការ អត្ថបទនេះខ្ញុំបានដកស្រង់ចេញពីកាសែតរបស់អាល្លឺម៉ង់ DP News សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នាទៅវិញទៅមកដោយប្រើមីស៊ីលនិងយន្តហោះដ្រូនដែលជាការបង្កើនភាពតានតឹងថ្មីមួយរវាងប្រទេសទាំងពីរ ទីក្រុងវ៉ាស៊ីនតោនអះអាងថាខ្លួនបានធ្វើការវាយប្រហារគោលដៅរាប់រយកន្លែងរបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនៅលើនាវាពាណិជ្ជកម្មនៅក្នុងតំបន់ ចំណែកឯទីក្រុងតេហេរ៉ង់វិញបានអះអាងថាខ្លួនបានកំណត់គោលដៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋជាច្រើនជុំវិញតំបន់ឈូងសមុទ្រពែរ អ៊ីរ៉ង់ក៏បានចាត់វិធានការបិទច្រកសមុទ្រហូមូសផងដែរដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់នាវាពាណិជ្ជកម្មនិងការដឹកជញ្ជូនថាមពលរបស់ពិភពលោក នេះជារលកថ្មីនៃការប្រយុទ្ធចុងក្រោយបំផុតបន្ទាប់ពីការវាយប្រហារឡើងវិញដែលបានជំរុញឲ្យប្រធានាធិបតីលោកដូណាល់ត្រាំបានប្រកាសបទឈប់បាញ់ដ៏ផុយស្រួយរវាងភាគីទាំងពីរបានបញ្ចប់ហើយទោះជាយ៉ាងណាលោកត្រាំក៏បានបង្ហាញថាដំណើរការចរចារវាងភាគីទាំងពីរអាចនឹងបន្តទៅមុខទៀតយើងសូមស្វាគមន៍អ្នកវិភាគកិច្ចការអន្តរជាតិអ៊ីរ៉ង់បាននិយាយថាច្រកសមុទ្រហូមូសត្រូវបានបិទចំណែកឯលោកដូណាល់ត្រាំវិញបាននិយាយថាវានៅតែបើកដំណើរការតើក្នុងចំណោមការអះអាងអ្នកទាំងពីរមួយណាមានភាពជឿជាក់ជាង